ជំរាបសួរអ្នកទាំងអស់គ្នាតោះជួបជាមួយនឹងនាងខ្ញុំជាថ្មីនៅក្នុងរឿងថ្មីដូចគ្នាដែលមានចំណងជើងថា The Scandal Maker Have Returned តោះកុំឲ្យអ្នកទាំងអស់គ្នាចាំយូរយើងចូលសាច់រឿងទាំងអស់គ្នាចំណុចចាប់ផ្ដើមនៃរឿងរបស់យើងគឺចូលមកដល់កម្មវិធីជួបជុំមួយដែលតកតងជាមួយនឹងការអបអរសម្រាប់ការឈ្នះលើសង្គ្រាមដែលក្នុងនោះដែរតួឯកស្រីរបស់យើងក៏បានចូលរួមនៅក្នុងកម្មវិធីនឹងដែរប៉ុន្តែអត់មានអ្នកណាម្នាក់ចាប់អារម្មណ៍ពីតួឯកស្រីទេហើយតួឯកស្រីរបស់យើងគឺកំពុងតែដើររកប្អូនជីដូនមួយរបស់គាត់ជាមួយនឹងពូដែលប្អូនជីដូនមួយរបស់គាត់នឹងមានឈ្មោះថា Bella ហើយប្អូនជីដូនមួយរបស់គាត់នឹងដែរគេចាត់ទុកជាស្រីស្អាតជា Golden River ហ្មងដែរគេទៅណាមកណាក៏គេរសារដែរខុសពីតួឯកស្រីរបស់យើងគឺគេហៅថា Trouble Maker ហ្មងគឺបង្កើតរឿងអស្រូវគ្រប់យ៉ាងគ្នាតែនិយាយថាតួឯកស្រីទៅណាគឺមានរឿងអស្រូវនៅនឹងអញ្ចឹងគេអត់ចូលចិត្តតួឯកស្រីទេហើយវាចាប់ដើមពី9ឆ្នាំមុនដែលនៅថ្ងៃនោះគឺជាបុណ្យកាយដែលគេនាំគ្នាទៅលេងគ្រប់គ្នាហើយតួឯកស្រីរបស់យើងក៏បានទៅលេងជាមួយនឹងឪពុកម្ដាយគាត់ដែរហើយនៅស្របពេលជាមួយគ្នានោះដែរគឺឪពុកម្ដាយរបស់គាត់បានជិះទូកមួយនៅក្នុងបឹងហើយទូកនោះបានលិចនៅក្នុងបឹងដែលបានសល់ទុកនៅតែតួឯកស្រីម្នាក់ឯងគឺឪពុកម្ដាយរបស់គាត់គឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយតួឯកស្រីរបស់យើងក៏ត្រូវបានពូរបស់គាត់ជាមួយនឹងប្អូនជីដូនមួយរបស់គាត់យកទៅចិញ្ចឹមសារតែគេមើលឃើញថាប្អូនជីដូនមួយរបស់គាត់យកតួឯកស្រីមកចិញ្ចឹមគេហៅប្អូនជីដូនមួយរបស់គាត់ហ្នឹង Golden River ចំណែកឯតួឯកស្រីរបស់យើងវិញបើជា Trouble Maker ទៅវិញតោះអ្នកទាំងអស់គ្នាទាយសាក់មើលថាតួឯកស្រីរបស់យើងគឺជា Trouble Maker ក្មេងដែលបង្កបញ្ហាឬជាក្មេងដែល slow គួរឲ្យស្រឡាញ់អ្នកទាំងអស់គ្នាទាយសាក់មើលអូខេខ្ញុំជប់អូកាឡាទៀតហើយអញ្ចឹងដោះយើងតមកសាច់រឿងយើងវិញនិយាយពីតួឯកស្រីរបស់យើងវិញគឺគាត់ចង់ត្រឡប់ទៅផ្ទះដោយសារតនៅក្នុងកម្មវិធីហ្នឹងអត់មានអ្នកណានិយាយរកគាត់ទេអញ្ចឹងគាត់ចង់ត្រឡប់ទៅវិញប៉ុន្តែពេលដែលគាត់ទៅវិញគឺគេចាប់ផ្ដើមកម្មវិធីមួយហើយកម្មវិធីហ្នឹងមានឈ្មោះថា Mark Adonai អាហ្នឹងមានន័យថាបើសិនជាបុរសណាម្នាក់ចាប់អារម្មណ៍ទៅលើនារីណាម្នាក់គឺគាត់នឹងឲ្យកន្លះអាវរបស់គាត់ស្ងាត់ទៅនារីម្នាក់ហ្នឹងដែលគាត់ចូលចិត្តហើយក៏អត់ប្រាប់នារីម្នាក់នឹងដែរតតែជិតចាប់កម្មវិធីបានគេreveal ខ្លួនមានថាបង្ហាញខ្លួនទៅនារីម្នាក់នឹងហើយតួឯកស្រីរបស់យើងគាត់គិតថាតើគាត់អាចមានថ្ងៃនឹងអត់ដោយសារតកេរ្តិ៍ឈ្មោះរបស់គាត់អត់ល្អទេគឺអត់មានអ្នកណាគេចូលចិត្តគាត់ទេអញ្ចឹងក៏គិតថាតើគាត់អាចមានសំណាងបាននរណាម្នាក់យកកន្លះអាវមកឲ្យគាត់ឬក៏អត់ចឹងណាគិតក្នុងចិត្តមិនតាន់ចប់ផងប្អូនជីដូនមួយរបស់គាត់ក៏បានមកហើយក៏បាននិយាយថាតើតួឯកស្រីទៅណាគេខំដើររឡើងហត់ហើយតួឯកស្រីយើងមិននៅនឹងសោះហើយក៏គេសួរបន្តទៀតថាតើតួឯកស្រីរបស់យើងចង់ចាក់ចែងពីកម្មវិធីហ្នឹងមែនហើយមិត្តភក្តិរបស់បេឡាហ្នឹងក៏គេនិយាយថាបេឡាហ្នឹងទៅរកតួឯកស្រីទៀតហើយមែនហើយគេក៏បានថែមទៀតថាតួឯកស្រីរបស់យើងគ្មានទៅណាក្រៅពីនៅកលៀនជាងរងចាំណាម្នាក់អាណិតហើយទៅនិយាយជាមួយគេតែប៉ុណ្ណឹងចាមិត្តភក្តិគេចាញ់មកស្នេកហ្មងខ្ញុំអត់ចូលចិត្តចរិតហ្នឹងហ្មងគេនិយាយគ្នាសុកស្រាប់តែមិត្តភក្តិរបស់បេឡាហ្នឹងក៏ឃើញកន្លះអាវនៅជាប់សពុតតួឯកស្រីរបស់យើងនិយាយមែនកន្លះអាវនឹងឡើងស្អាតហើយតួឯកស្រីរបស់យើងក៏ឆ្ងល់ដែរចុំស្អីគេនឹងមកពីណាចេះអត់ដឹងអីមិនតិចហើយមិត្តភក្តិគេក៏ថែមលបោគេថាបែរជាមានណាម្នាក់ចូលចិត្តតួឯកស្រីឯងបានយកអាហ្នឹងមកជាប់នៅសពុតតួឯកស្រីតែតួឯកស្រីរបស់យើងអត់គិតអញ្ចឹងឯងគាត់ថាប្រហែលជាមានណាម្នាក់ច្រឡំហើយគាត់គិតថាអាហ្នឹងមើលទៅមានតម្លៃអញ្ចឹងគិតថាមិនមែនជាគាត់ទេអាចច្រឡំគ្នាជាមួយនឹងអ្នកផ្សេងតែបេឡាអត់ទេបែរជាយកកន្លះអាវហ្នឹងមកយកមកដាក់លើទ្រូងតួស្រីហើយបាននិយាយបន្ថែមទៀតថាតួស្រីរងចាំនៅហ្នឹងហើយរងចាំនរណាម្នាក់មកសារភាពស្នេហ៍ចំពោះតួស្រីតែតួស្រីរបស់យើងអត់ទេគឺខ្លាចហ្មងគឺចង់ទៅផ្ទះពួកគាត់អត់ចង់ឲ្យមានរឿងរ៉ាវទៅចែកវែកញែកឬរឿងអាស្រូវពីគាត់ទៀតទេគាត់អត់ចង់បានរឿងហ្នឹងទៀតទេព្រោះខូចឈ្មោះល្មមហើយអត់ចង់ខូចឈ្មោះថែមទៀតទេនិយាយមិនទាន់ចប់ផងតួឯកប្រុសយើងក៏ចេញមកដល់ណែមើលតួឯកប្រុសគេហងឡើងសង្ហាចាសង្ហាតែមុខឯងប៉ុន្តែសម្ដីអាក្រក់សាហាវគាត់តែមកដល់ភ្លាមគឺគេសុំយកកន្លះអាវនឹងមកវិញហើយតួឯកស្រីរបស់យើងគាត់ទៅលើបែបហ្នឹងភ្លាមគឺព្យាយាមស្វែស្វាដោះកន្លះអាវនឹងឲ្យតួប្រុសយើងវិញប៉ុន្តែគាត់ដោះអត់ចេញទេហើយក៏ចាប់ផ្ដើមមានពាក្យថាតួឯកស្រីនឹងលួចពីតួឯកប្រុសថាតួឯកស្រីយើងនឹងតាក់ទាញ attention ពីគេតែតាក់ស្ដែងគ្នានឹងគឺអត់ដឹងអីសោះហ្មងហើយតួឯកប្រុសប្រាប់ថាចាំគាត់អ្នកដោះខ្លួនឯងវិញបើមិនអញ្ចឹងទេតួឯកស្រីទាញចុះទាញឡើងខូចរបស់គាត់ហើយសួរតួឯកស្រីថាឲ្យឬមិនឲ្យគ្នានឹងភ័យឡើងញ័រខ្លួនអាគ្នានឹងក៏ចង់ឲ្យដែរតែវាជាប់សក់ដោះវាបានគ្នានឹងដោះឲ្យវាមិនទាន់ហើយតួប្រុសរបស់យើងក៏ចោទតួឯកស្រីយើងដែរថាតួឯកស្រីរបស់យើងនឹងជាអ្នកលួចពួកគាត់សួរថាហេតុអីបានជាកន្លះអាវរបស់ប៉ារបស់គាត់មកនៅនឹងជាប់ជាមួយនឹងតួឯកស្រីរបស់យើងវិញហើយតួឯកស្រីរបស់យើងនឹងគឺគេអង្គប់ច្បល់មកគាត់ក៏ដឹងថាមកជាប់នឹងសពុតតួឯកស្រីយើងដោយសារអីដែរហើយមួយវិញទៀតឮថាជាកន្លះអាវរបស់ប៉ារបស់តួឯកប្រុសគឺកាន់តែភ័យទៀតពួកប៉ាតួឯកប្រុសគឺជាកងទ័ពម្នាក់ដែល
តស៊ូនៅក្នុងសង្គ្រាមហើយបានស្លាប់នៅក្នុងសង្គ្រាមនិយាយចំទៅគឺក្បាលរបស់តួឯកប្រុសគឺជាវីរបុរសតែម្ដងហើយគូសាររបស់តួឯកប្រុសគឺមានរមងលាថាជាឌូកខ្ញុំអត់ដឹងថាវាបកប្រែថាម៉េចទេប៉ុន្តែបើនិយាយពីឌូកហ្នឹងគឺរមងលាហ្នឹងគឺក្រោមស្ដេចតែប៉ុណ្្នឹងឯងអញ្ចឹងមានន័យថាគូសារហ្នឹងគឺជាអ្នកមានហើយមានកិត្តិយសខ្លាំងហ្មងដល់ពេលអញ្ចឹងតួឯកស្រីគាត់គិតថាលើកនេះដឹងតែងាប់ហើយគ្មានរស់ទេដឹងតែល្បីផ្អើលទីក្រុងទៀតហ្មងហើយគេគ្រប់គ្នានៅក្នុងកម្មវិធីហ្នឹងគឺម៉ាយថាតួឯកស្រីរបស់យើងជាអ្នកលួចកន្លះអាវនឹងតែម្ដងតែតួឯកស្រីរបស់យើងអត់បានលួចទេទៅចែកគ្នាពេលហ្នឹងស្រាប់តែពូរបស់តួឯកស្រីបានមកដល់ហើយក៏ចាប់តួឯកស្រីអោនក្បាលចុះតែម្ដងបន្ទាប់មកពូតួឯកស្រីក៏បាននិយាយសុំទោសទៅកាន់តួឯកប្រុសយើងថាដោយសារតែគាត់មើលថែតួឯកស្រីបានល្អបានតួឯកស្រីរបស់យើងមានដៃមានជើងបែបហ្នឹងហើយតួឯកស្រីរបស់យើងស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងគឺនិយាយអីអត់កើតហ្មងគឺបានត្រឹមតែខាំមាត់ក្តាប់ដៃឡើងញ័រដៃហ្នឹងហ្មងស្នូពេលជាមួយនឹងដែរបេឡាគេក៏បាននិយាយថាគេក៏ចូលរួមសុំទោសជំនួសតួឯកស្រីរបស់យើងដែរសូមឲ្យតួឯកប្រុសរបស់យើងហ្នឹងគឺលើកលែងទោសឲ្យតួឯកស្រីយើងទៅដោយសារតែតួឯកស្រីហ្នឹងគ្មានឪពុកម្ដាយមើលថែអញ្ចឹងបានជាបែបហ្នឹងអ្នកទាំងអស់គ្នាដឹងហើយខ្ញុំខ្នាញ់ពីអ្នកឪកូនហ្នឹងហ្មងអូយបើនៅក្រៅវិញចាប់ផ្ទះហ្មងចំណែកតួឯកស្រីរបស់យើងគឺគាត់ពិតជាខឹងមែនទែនគាត់ថាដោយសារតែគាត់គ្មានឪពុកម្ដាយអញ្ចឹងគេមើលងាយគេមើលថោកអញ្ចឹងគិតថាគាត់នឹងគឺជាតួដែលអស់សំណើចប៉ុន្តែតួឯកស្រីយើងក៏អត់ចោះចាញ់ដែរគាត់បានងើបឡើងហើយនិយាយទៅកាន់តួប្រុសថាគាត់ពិតជាមិនបានលួចកន្លះអាវរបស់តួប្រុសនឹងដែរហើយគាត់ក៏មិនដឹងថាមូលហេតុអីបានជាកន្លះអាវនឹងមកជាប់នៅសពុតរបស់គាត់តួឯកស្រីរបស់យើងនិយាយមិនតាន់បានផុតមាត់មិនផងពូនឹងកាត់ទៀតខ្ញុំចង់តែចាប់ខ្វាចពូនឹងហ្មងពូរបស់តួឯកស្រីនឹងក៏បាននិយាយថាគាត់សុំទោសហើយគាត់នឹងមិនធ្វើឲ្យមានកំហុសនឹងកើតឡើងម្ដងទៀតទេហើយតួឯកប្រុសរបស់យើងក៏បាននិយាយទៅកាន់ពូរបស់តួឯកស្រីយើងថាគាត់សង្ឃឹមថានឹងមិនមានរឿងនឹងកើតឡើងហើយគាត់ក៏អត់ចង់ជួបមុខតួស្រីទៀតដែរអូខេហើយរឿងនឹងក៏បញ្ចប់ត្រឹមហ្នឹងហើយតួឯកស្រីក៏វិលត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះវិញគឺទូពូច្រឡំគឺពូរបស់តួឯកស្រីរបស់យើងគឺឃុំឃាំងតួឯកស្រីនៅក្នុងបន្ទប់មួយឆ្នាំអត់ឲ្យទៅណាទេហើយតួឯកស្រីក៏បានប្រកែកដែរគាត់បានប្រាប់ហើយតែគាត់អត់បានលួចទេហេតុអីក៏អត់មានអ្នកណាជឿគាត់អញ្ចឹងស្របពេលជាមួយនឹងដែរពូរបស់គាត់ក៏បានផ្ទះក៏ភ្លៀងតួឯកស្រីមកដែរហើយធ្វើតួឯកស្រីដួលហើយគប់ជាមួយនឹងថូបការធ្វើឲ្យមានរបួសស្នាមកើតនៅលើតួស្រីហើយគាត់ក៏បានបន្ថែមទៀតថាតួស្រីលួចឬមិនបានលួចក៏ដោយវាគ្មានអីកែប្រែស្ថានភាពនឹងទេអ្វីដែលមិនគួរឲ្យកើតឡើងនោះគឺតួស្រីមិនគួរទៅប៉ះពាល់ពាក្យសម្ដីជាមួយនឹងតួឯកប្រុសឯព្រោះតួឯកប្រុសគឺជាអ្នកមានរមងារខ្ពស់ហើយក៏ជាអ្នកមានមុខមាត់ឋានៈខ្ពង់ខ្ពស់ជាងគេនៅក្នុងតំបន់នឹងដែរអញ្ចឹងគឺមិនគួរទៅពាក់ព័ន្ធជាមួយនឹងតួឯកប្រុសទៀតទេហើយក៏គេបន្ថែមទៀតថាគេធ្វើបែបហ្នឹងគឺដើម្បីឲ្យតួឯកស្រីល្អដែរតែតួឯកស្រីរបស់យើងដឹងហើយតែគាត់ធ្វើបែបហ្នឹងគឺមិនមែនដើម្បីតួឯកស្រីទេគឺដើម្បីគូសាររបស់គាត់មុខមាត់ឋានៈទួនាទីរបស់គាត់ទេហើយតួស្រីរបស់យើងចាប់ផ្ដើមដឹងខ្លួននៅពេលដែលបេឡាគេទទួលបានលិខិតសុំរៀបការហើយបេឡាគេអត់ចង់បានមែនអត់ចង់បានគេអត់ចង់រៀបការជាមួយម្នាក់ហ្នឹងឯងហើយគេយំឡើងខ្លាំងហើយគេសុំឲ្យតួឯកស្រីរបស់យើងនឹងធ្វើរឿងមួយចំនួនគេអញ្ចឹងតួឯកស្រីនឹងដឹងហើយថាគូសារហ្នឹងយកតួស្រីមកគឺដើម្បីតែប្រយោជន៍តខ្លួននេះបើសិនជាតួស្រីអត់មានប្រយោជន៍គឺអត់យកតួស្រីមកចំទេហើយរឿងអាស្រូវដែលកើតចំពោះតួស្រីនឹងគឺកើតឡើងដោយសារតែគូសារនឹងប្រឌិតឡើងខ្ញុំមិនដឹងថាគេបង្កើតអានឹងឡើងដើម្បីផ្ដាច់ពាក្យជាមួយនឹងអ្នកដែលស្នើសុំបេឡាការនឹងខ្ញុំក៏ដឹងមិនដែរប៉ុន្តែគឺគេបង្កើត rumor scandal អាក្រក់ៗចំពោះតួស្រីយើងហ្មងហើយក៏គេប្រាប់ថាគេនឹង take care everything សម្រាប់តួស្រីឲ្យតួស្រីហ្នឹងជួយគេតែម្ដងហ្នឹងឯងប៉ុន្តែមានណាជួយរហូតជួយឥតលះហែហ្មងឡើងឈ្មោះតួស្រីស្អុយពេញហ្នឹងហ្មងហើយតួស្រីរបស់យើងក៏គិតក្នុងចិត្តដែរដៃដែលហុចថាជួយគាត់ហើយក៏ជាដៃមួយដែលបំផ្លាញជីវិតគាត់ផងតួឯកស្រីរបស់យើងក៏យល់ព្រមជាមួយនឹងពូរបស់គាត់ដែរព្រោះតែគាត់ថាបើសិនជាគាត់មិនយល់ព្រមទេក៏គាត់ត្រូវបានគេវាយយាយដំដែរអញ្ចឹងមានតែអសឹកចំពោះអ្វីដែលពូដែលគាត់បានឲ្យគាត់ធ្វើនឹងដែលនៅក្នុងបន្ទប់នឹងមួយឆ្នាំតោះយើងនិយាយពីបេឡាវិញអញ្ចឹងក្រោយបញ្ចប់កម្មវិធីបេឡាក៏គេត្រឡប់មកវិញដែរហើយគេក៏ទទួលបានផ្កាពីបរិះម្នាក់ខ្ញុំក៏អត់ដឹងថាផ្កាហ្នឹងបរិះម្នាក់ដែលឲ្យផ្កាហ្នឹងគឺជាអ្នកគេដែរប៉ុន្តែបរិះម្នាក់ហ្នឹងហើយគឺជាអ្នកដែលយកកន្លះអាវហ្នឹងទៅដាក់នៅសពុតតួស្រី
ហើយបរិសម្នាក់នឹងធ្វើបែបហ្នឹងក៏ជាបញ្ជាបក់បេឡាដែរខ្ញុំអត់ដឹងថាមូលហេតុអីបានជាបេឡាគាត់ធ្វើអញ្ចឹងឯងហើយគាត់ថាបរិសម្នាក់នឹងពិតជាធ្វើបានល្អអញ្ចឹងគេនឹងឲ្យរង្វាន់ទៅបរិសម្នាក់ហ្នឹងហើយគេក៏ថើបប្រុសម្នាក់ហ្នឹងភ្លាមៗតែម្ដងខ្លួនអោនទៅថើបបរិសម្នាក់ហ្នឹងឯងប៉ុន្តែគឺនឹកគិតដល់តួឯកប្រុសរបស់យើងតែម្ដងគាត់ថាភ្នែករបស់តួឯកប្រុសរបស់យើងគឺមិនមែនជាការភ្នែកធម្មតាឯងគឺគាត់ចាប់អារម្មណ៍នឹងតួឯកប្រុសតែម្ដងបន្ទាប់ពីថើបអារម្មណ៍អ្នកហ្នឹងហើយគាត់ក៏បានមកកាន់បង្អួចហើយគាត់ក៏បានហៅប្រុសម្នាក់ហ្នឹងឲ្យមកទទួលរង្វាន់ប៉ុន្តែបរិសម្នាក់ហ្នឹងបែរជាគាត់ថាគាត់អត់ចង់បានរង្វាន់ទេប៉ុន្តែគាត់គ្រាន់តែចង់សួរមួយសំណួរហេតុអីបានជាបេឡាហ្នឹងស្អប់តួឯកស្រីរបស់យើងម្ល៉េះហើយបេឡាក៏បានតបទៅវិញថាគាត់ពិតជាស្អប់តួឯកស្រីខ្លាំងណាស់គាត់អត់ចង់ឲ្យតួឯកស្រីរបស់យើងបានល្អខ្ពង់ខ្ពស់ជាងគាត់ទេអូខេសាច់រឿងភាគ1និងភាគ2របស់យើងចប់តែប៉ុណ្ណឹងអរគុណសម្រាប់ការស្ដាប់ទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តជួយចុច like ជាមួយនឹង subscribe ផងអរគុណបាយបាយ